នៅពេលប្រដាល់ភ្នែកត្រូវសម្លឹងឲ្យចំឯងត្រូវយកចិត្តទៅប្រើដាវតែមិនមែនភ្នែករបស់ឯងទេភ្នែកគឺទុកសម្រាប់អង្កេតមើលរាល់សកម្មភាពរបស់សត្រូវដៃត្រូវខ្ពស់បន្តិចក៏ដៃត្រូវប្រើកម្លាំងលោកគ្រូលោកគ្រូមានទុកកង្វល់អីមែនទេខ្ញុំអាចជួយចែករំលែកទុកកង្វល់ពីលោកគ្រូបានដែរទេជីងអ៊ីឯងចូលមកក្នុងបករយៈពេលយូរប៉ុណ្ណាហើយមកដល់ថ្ងៃនេះគឺ6 ខែល្មម6 ខែល្មមប្រើពេលវេលាខ្លីយ៉ាងនេះហាត់សម្រាប់ព្រំដែនកម្រិតទី1របស់វិជាគុណបកយើងចាប់តាំងពីបកយើងបង្កើតឡើងមកគឺមានតែមនុស្ស2នាក់ដែលអាចធ្វើបានលឿនយ៉ាងនេះបើអញ្ចឹងមនុស្សម្នាក់ទៀតគឺជានរណាទៅចាំមិនឯងចង់ដឹងថាគេជានរណាចង់ប្រកួតជាមួយគេឬមួយក៏មនុស្សម្នាក់នោះគឺជាលោកគ្រូជីងអ៊ីឯងជាមនុស្សដែលមានទេពកោសល្យ100 ឆ្នាំកម្រនៅបានជួបតែមានពេលខ្លះក៏ត្រូវតែឈប់ស្ងៀមគិតឲ្យល្អបើចង់រីកចម្រើនខ្លាំងពេកនោះគឺមិនមែនជារឿងល្អអ្វីទេក្នុងចិត្តនៅចង់សងសឹកទៀតតែមែនទេសៀវអ៊ីឆៃបានទទួលបញ្ជាពីលោកមេបាក់តែស៊ើបសកម្មភាពរបស់សាសនាបិសាចហើយនៅការពិតនៅក្នុងរឿងក្តីនៅភូមិឆៅមៀនោះគ្រូជឿថានាពេលខាងមុខមិនយូរទេប្រកាសជាបានដំណឹងតែដល់ពេលនោះគម្រោងគ្រួសារសងសឹកបានបំបត្តិនៅកម្លាំងជំរុញឈានទៅមុខពេលនោះឯងគួរតែដោះស្រាយយ៉ាងម៉េចខ្ញុំយល់ហើយលោកគ្រូពេលទំនេរឯងត្រូវជួយដោះស្រាយកិច្ចការនៅក្នុងបកនេះឲ្យល្អបន្តិចចាណាឯងក៏មិនមែនរស់នៅដើម្បីការសងសឹកដែរគ្រូសង្ឃឹមថាអាចដូចជាបងប្អូនផ្សេងទៀតជួនកាលរស់នៅក្នុងជីវិតដែលខ្លួនឯងចង់រស់នៅផងបាទលោកគ្រូវ៉ាខ្ញុំបានជោគជ័យហើយពីបំផុតខ្ញុំបានជោគជ័យហើយអរសាទរបង6 ខែមកនេះដើមឈើមួយទីបំផុតកាប់ម៉ាក់ហើយឫស្សីថ្នាំខ្លាំងនេះរឹងគ្មានអ្វីព្រាបបងខ្ញុំពិតជាល្ងងណាស់មែនដែរទេនឹងពុកឲ្យពួកយើងកាប់ឫស្សីគឺព្រោះតែវាខាត់កដដៃនិងក្បាច់កុនមូលដ្ឋានរបស់ខ្លួនប្រានប៉ុន្តែ6 ខែហើយទើបតែកាប់ដើមឫស្សីបានម្ដងអញ្ចឹងមានតែខ្ញុំម្នាក់ទេហ៎ការរៀនសូត្រគ្មានព្រំដែនត្រូវតស៊ូព្យាយាមមានបញ្ហាអីទេពុកក៏ធម្មនិយាយដែរការសំសិលឋានត្រង់ការខំប្រឹងទោះបីលំបាកក៏ត្រូវតស៊ូតទៅទៀតដែរបានលក្ខណៈអន់នោះគឺវាខាត់ឲ្យច្រើនទេឧស្សាហ៍អាចប៉ះទៅឲ្យភាពងងបានដឹងហើយពេលនេះតើអាសាច្បាស់មករៀនឯងចាឡ
ចាំមកសាប់អូន